ថ្ងៃនេះផងដែរគឺថាមកធ្វើជាមួយនឹងសឡផើនំបញ្ចុកបងប្អូនហើយហ្មងតបានហូបហ្នឹងយូរឆ្នាំដែរហ្នឹងណាជំរាបសួរស្ដីបងប្អូនទាំងអស់គ្នាជាដំបូងហ្នឹងគឺថាខ្ញុំមកស្ងោរត្រីសិនហើយត្រីមិនដំបងអត់ទិញត្រីទក់ទេអត់មានក៏ទិញត្រីហ្នឹងទៅហើយស្ងោរដាក់ជាមួយនឹងខ្ញីតិចទៅព្រោះអីយកមានស្លឹកគ្រៃអញ្ចឹងឲ្យដាក់ខ្ញីដើម្បីកាត់ឆ្អាបចំពោះគ្រឿងវិញគឺថាខ្ញុំបុករួចហើយដាក់ក្នុងទូទឹកកកដល់ពេលឥឡូវយកបុកម្សាទៀតពេលហូបបុកទៀតគ្រឿងហ្នឹងមានអីទេមានតែល្មៀតខ្ជាយហើយដែងហើយកស្លឹកគ្រៃអញ្ចឹងទៅហើយខ្ញុំដាក់ថែមជាមួយនឹងសណ្តែកដីព្រោះខ្ញុំចូលចិត្តសណ្តែកដីណាថាសឡផើនៅបញ្ចុកដាក់សណ្តែកដីហ្នឹងគឺថាខ្វះបានតែម្ដងខ្ញុំចូលចិត្តខ្លាំងមែនទែនយូរបានធ្វើម្ដងតែសឡផើនៅបញ្ចុកហ្នឹងអញ្ចឹងឲ្យដាក់ឲ្យណាណីមើលនិយាយថាគ្រឿងនេះមកកោកបន្ទាប់ពីបុកគ្រឿងរួចរាល់ហើយគឺថាខ្ញុំមកសោះនំបញ្ចុកនិយាយទៅខ្ញុំបញ្ចុកស្រុកហ្នឹងមានតែអញ្ចឹងឯងក្រៀមហ្នឹងឯងបើទៅទិញដូចយើងអត់មានទេចំពោះនំបញ្ចុកហ្នឹងផងដែរគឺថាលឿនខ្លាំងមែនទែនសោះផែ10នាទីគឺថាឆ្អិនរួចរាល់បើថាកាលមុនខ្ញុំទិញឯងសោះម្ដងកន្លះម៉ោង40នាទីអីតែសៃធំដល់ពេលសារហ្នឹងសៃទួយទេនំបញ្ចុកសារហ្នឹងដល់ពេលអញ្ចឹងទៅសោះទៅលឿនខ្លាំងមែនទែនបន្ទាប់ពីសោះរួចរាល់ហើយគឺថាខ្ញុំយកវាមកពូតតាក់អ្នកទាំងអស់គ្នាទឹកត្រជាក់ឲ្យពូតទៅដើម្បីឲ្យវាស្រស់តាក់អញ្ចឹងហើយខ្ញុំដាក់ឲ្យតែបន្តិចដែរទេសោះតែបន្តិចដែរទេព្រោះយើងធ្វើប៉ុណ្ណាហូបប៉ុណ្ណឹងទៅព្រោះនំបញ្ចុកកន្ទុកយូរហ្នឹងហូបអត់ឆ្ងាញ់ទេអញ្ចឹងខ្ញុំសោះតាមមកល្មមទេមកហូបល្ងាចនឹង2នាក់កូន3នាក់កូនបើអញ្ចឹងសោះតាមមកល្មមប៉ុណ្ណឹងទៅគ្រាន់តែនេះដាក់ល្បោយដាក់អីទៅអែមឥឡូវហ្នឹងគឺថាមកបេះត្រីសិននេះត្រីហ្នឹងគឺថាឆ្អឹងច្រើនដែរអ្នកទាំងអស់គ្នានិយាយថាថតអញ្ចឹងមកផ្លែតទេកាលពិតខ្ញុំបេះយ៉ាងកន្លះម៉ោងខ្ញុំបេះពួកអីឆ្អឹងច្រើនដល់ត្រីហ្នឹងតែត្រីហ្នឹងឆ្ងាញ់ពោះវាយ៉ាងខ្លាញ់តិចឆ្ងាញ់ខ្លាំងមែនទែនឆ្ងាញ់ជាងត្រីទក់និយាយទៅបើត្រីទក់សូវឆ្ងាញ់ទេឥឡូវហ្នឹងក៏ថាបេះរួចរាល់និយាយថាសាច់ត្រីឡើងមួយចានពេញបបច្រើនខ្លាំងមែនទែនហ្មងនិយាយថាខ្ញុំបេះឡើងយូរដល់ពេលកាត់វីដេអូមកផ្លែតកាត់មកផ្លែតទៅខ្លាចបងប្អូនធុញចឹងឥឡូវក៏ថាខ្ញុំយកមកបុកជាមួយនឹងគ្រឿងសិនយកទៅដាក់ដល់នឹងពេញបបនេះនិយាយសាច់ត្រីច្រើនគ្រឿងច្រើនដល់ពេលយើងធ្វើទៅឆ្ងាញ់ខ្លាំងមែនទែនមួយថ្ងៃហ្នឹងគឺថាខ្ញុំអត់ដែរហូបបាយសោះពីថ្ងៃហ្នឹងខ្ញុំហូបតែនំប៉័ងទេពួកអីខ្ញុំតលាន់សម្ហូបចិនណាសិតតែខ្លាញ់ដល់ពេលខ្ញុំតលាន់ណាអញ្ចឹងខ្ញុំធ្វើសឡផើនំចុកធ្វើម្ដងអាណាណីមើលហូបឲ្យ2ថ្ងៃនិយាយទៅឥឡូវគឺថាដាក់ខ្ទិះដូងចូលសិនខ្ទិះដូងខ្ញុំនឹងរាំងប្រវាក់តិចហើយរាំងកក់មិនតិចពេកដល់ពេលខ្ទិះដូងឡើងកក់អស់លេងខ្ទិះដូងនេះប្រើតែ2កញ្ចប់ទេនិយាយទៅដល់កក់នេះគាត់ថាខ្ទិះដូងនឹងឈ្ងុយនិយាយទៅឈ្ងុយខ្លាំងមែនទែនខ្ទិះដូងខ្ចប់ហ្នឹងគាត់ថាឈ្ងុយសាហាវខ្ចប់ទួយតែឈ្ងុយហើយខ្ទិះដូងខ្ញុំនឹងខាងកពើនិយាយទៅពួកអីតិចទុកទៅដល់ពេលយូរទៅវាកក់អស់លេងឥឡូវគឺថាខ្ញុំថែមទឹកត្រីសិនបងប្អូនដាក់គ្រឿងហើយក៏បានចាំពេលដាក់លើចង្រានដាក់គ្រឿងក៏បានដែរនិយាយទៅតែខ្ញុំចង់ដាក់ហើយអញ្ចឹងទៅប៊ីចេងស្ករអំបិលប៉ុណ្ណឹងសិនទៅចាំពេលយើងយកទៅធ្វើចាំខ្វះកន្លែងណាយើងដាក់កន្លែងហ្នឹងទៀតទៅខ្វះអីដាក់ហ្នឹងទៅតាមចំណង់ចំណូលចិត្តយើងទៅនិយាយទៅសឡផើនំចុកមិនពិបាកអីធ្វើទៅថាស្រួលខ្លាំងមែនទែនគាត់ថាយូរជាងគេហ្នឹងគាត់ថាអង្គុយបកត្រីហ្នឹងឯងអង្គុយបេះត្រីបេះឆ្អឹងឥឡូវគាត់ថាខ្ញុំមកយំផុកសិនទឹកស្ងោរត្រីមិញហ្នឹងគាត់ថាខ្ញុំយកផុកមកយំផុកខ្ញុំក៏ប្រើច្រើនដែរបើប្រើផុកច្រើនពេកខ្ញុំហូបទៅវាខ្ពុលអញ្ចឹងដាក់តែបន្តិចទេដាក់បន្ទាប់ពីដាក់ផុកហើយទឹកពុះខ្ញុំដាក់ថែមជាមួយនឹងគ្រឿងយើងនេះគ្រឿងយើងត្រីហើយនឹងគ្រឿងហ្នឹងដាក់ចូលទៅតែប៉ុណ្្នឹងទៅហើយបងប្អូនឯងមិនពិបាកទេចាំមើលទៅទឹករាំងពុះយើងមើលទៅខ្វះខាតថងណាខ្ញុំដាក់ថែមទៅហើយជាការស្រេចហើយតែប៉ុណ្្នឹងឯងគឺថាស្រួលខ្លាំងមែនតើឥឡូវហ្នឹងគាត់ថាខ្ញុំមកហាន់បន្លែខ្ញុំសិនគ្មានអីទេបន្លែខ្ញុំហ្នឹងមានតែស្ពៃក្តោបហ្នឹងឯងបើនៅស្រុកហ្នឹងមានតែស្ពៃក្តោបហើយស្តែកគោតសក់ប៉ុណ្្នឹងឯងវាទៅរកទៅយងជ័យរកអីមិនងាយទេតែថ្ងៃមួយអាទិត្យអីមកដល់អញ្ចឹងយើងចង់ហូបភ្លាមមិនបាច់នៅចាំទេដាក់តែប៉ុណ្ណឹងមកគាត់ថាឆ្ងាញ់ទេនេះមិនបាច់ចាំតទៅយងជែកអីទេគាត់ថាឆ្អិនភ្លាមវាស្រៀកមកមុនគេនេះវាស្រៀកលូកដៃរកទៅសក់រកអីឥឡូវគឺថាឆ្អិនរួចរាល់បងប្អូននិយាយទៅតំណងខ្លាំងមែនទេឥឡូវគឺថែមដាក់ល្វសិនល្វខ្ញុំមានតែ2ហ្នឹងឯងដាក់នំចុកនិយាយទៅយកស្រៀកខ្ញុំគាត់ថាហូបឡើងមួយកណោនិយាយទៅពីអ្នកបងប្អូនគេហ្នឹងគាត់ថាឆ្ងាញ់មកឲ្យសាច់ត្រីហ្នឹងឆ្ងាញ់ម៉េះគាត់ថាគាត់ដែរហូបពួកហូបដូចអត់ផុកខាងច្រើនដល់ពេលទៅខាងខ្ពុលយើងគាត់ថាស្អុយដល់ពេលសានខ្ញុំដាក់ផុកតែបន្តិចទេដល់ពេលហ្នឹងគាត់អត់ធំក្លិនស្អុយទេខ្ញុំមករយៈហ្នឹង slow អីក៏ដោយក៏ខ្ញុំដាក់ផុកតិចដែរបើដាក់ផុកច្រើនពេកមិនដឹងមិនខ្ពុលហូបអត់កើតមិនដឹងវាឈួលពេកដល់ពេលឥឡូវដាក់តែបន្តិចទៅកូនខ្ញុំអីគាត់ហូបបានអីអញ្ចឹងទៅប្តីទាំងអីអញ្ចឹងទៅបើថាដាក់ច្រើនពេកបាច់ទេហត់មកផ្ទះហ្នឹងហត់អស់ហើយហត់ទៅក្រៅផ្ទះហើយមិននៅក្បែរខ្ញុំទេថាស្អុយអីអញ្ចឹងទៅនិយាយទៅគ្រាន់ថាខ្ញុំធ្វើនំចុកហ្នឹងគាត់ថាហ៊ានតែដាក់ផុកច្រើនហ្នឹងគាត់ថាមកផ្ទះហ្នឹងហត់អស់ហើយហត់ចេញក្រៅអស់ហើយគេលូក៏ស្អុយទៅអីអញ្ចឹងទៅនិយាយពីថាបានហូបសឡនំចុកហ្នឹងគាត់ថាអូយពីជាតិទៅជាតិខ្ញុំខានហូបបាយ2ថ្ងៃនិយាយទៅដល់ពេលបានមកហូបនំបញ្ចុកហ្នឹងគាត់ថាឆ្ងាញ់ខ្លាំងមែនទេនិយាយទៅឲ្យថាបានស្អីក្រៃឲ្យថារបស់ខ្មែរនិយាយទៅខ្ញុំធ្វើម្ដងគាត់ថាធ្វើលប់ណាខ្ញុំធ្វើម្ដងហើយមួយឆ្នាំមិនធ្វើហូប2ថ្ងៃអញ្ចឹងទៅពេលខ្ញុំអត់ដែរធ្វើយូរធ្វើម្ដងអញ្ចឹងតោះថានៅណៃមហូបចិននៅណៃខ្លាំងមែនតើហ្មងអញ្ចឹងមិនខ្ញុំធ្វើ
ហូបចិនមានអីបងប្អូននឹងស្រាប់ហើយមានតែខ្លាញ់គេប្រើតែខ្លាញ់ដឹងល្មិចមុខម្ហូបគេនិយាយទៅសុទ្ធតែខ្លាញ់ហើយវីដេអូយើងក៏មានតែប៉ុណ្្នឹងបាយជំរាបលាបងប្អូនទាំងអស់គ្នា